សួស្តីបងប្អូនទាំងអស់គ្នាកាលពីម្សិលមិញយើងខ្ញុំបាន live វីដេអូអំពីរបៀបនៃការដាក់ស្នៅស្រាំងហើយថ្ងៃនេះបងប្អូនមើលការដាក់ពីម្សិលមិញហើយមកទល់ថ្ងៃនេះគឺពេញដបតែម្ដងឃើញទេបងប្អូនពេញដបតែម្ដងហើយថ្ងៃនេះគឺយើងខ្ញុំនឹងប្រាប់អំពីវដ្តជីវិតនៃពពួកសត្វស្រាំងទឹកផ្លែតើស្រាំងទឹកផ្លែមានវដ្តជីវិតដូចម្ដេចបាទយើងខ្ញុំសូមបញ្យល់ប្រាប់បងប្អូនដូចតទៅគឺទី1នៅពេលប្រភេទនេះគេហៅថាពពួកសត្វស្រាំងទឹកផ្លែពេញវ័យគឺវាបានបង្កើតគ្នាក្រោយពេលបានបង្កើតគ្នាហើយវាអុជនៅក្នុងផ្លែនេះបងប្អូនមើលនេះកាលណាវាអុជចេះវាចេញជ័រនេះបងប្អូនកន្លែងចេញជ័រហ្នឹងគឺកន្លែងស្រាំងទឹកផ្លែអុជនឹងឯងបងប្អូនក្រោយពេលវាអុជហើយបន្ទាប់មកវាពងដាក់វាអុជបានរយៈពេល5ថ្ងៃគឺវាពងអុជនេះគឺវាពងដាក់ទៅក្នុងហ្នឹងទៅបានកើតចេញជាពងរូបរាងពងឡើងណាហើយក្រោយពេលដែលវាពងហើយរយៈពេលពី10ថ្ងៃទៅ25ថ្ងៃគឺវានឹងកើតទៅជាដង្កូវមានន័យថាដង្កូវនៅក្នុងសាច់របស់ផ្លែរុក្ខជាតិដូចស្វាយដើមណាបងប្អូនហើយក្រោយពេលកើតទៅជាដង្កូវហើយរយៈពេលពី8ទៅ40ថ្ងៃគឺវាកើតទៅជាដុកឌឿហើយក្រោយពីកើតជាដុកឌឿហើយរយៈពេលពី5ទៅ10ថ្ងៃទៀតទើបវាញាស់คล้ายទៅជាពពួកស្រាំងតិចផ្លែហ្នឹងពេញវ័យអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងធ្វើការចិត្តស្វាយសម្រាប់ឲ្យបងប្អូនមើលតើស្វាយហ្នឹងដូចជាខ្ញុំបាននិយាយទេថាមានដង្កូវមែនអត់អញ្ចឹងយើងចាប់ផ្ដើមចិត្តមើលថាតើមានមែនអត់បាទអញ្ចឹងខ្ញុំចាប់ផ្ដើមចិត្តនេះបងប្អូនអានេះគឺជាដង្កូវដែលនៅក្នុងសាច់ស្វាយបងប្អូនចំពោះដង្កូវនេះគឺជាដង្កូវដែលកើតមកពីពពួកស្រាំងតិចផ្លែឥឡូវនេះវាកើតទៅជាដង្កូវអញ្ចឹងចេញពីដង្កូវទៅរហូតទៅដល់រយៈពេលវាពី8ទៅ40ថ្ងៃហ្នឹងវាកើតទៅជាដុកឌឿបាទបងប្អូនឃើញទេនេះឥឡូវដង្កូវនេះខ្មៅដល់នេះគូនេះបាទចូលទៅខាងក្នុងបដៅអស់ហើយចឹងកាលណាកើតទៅជាដង្កូវនឹងហើយគឺវាคล้ายទៅជាដុកឌឿហើយគឺវាកើតទៅជាពពួកស្រាំងពេញវ័យបាទហើយបងប្អូនចំណាំមើលថាពពួកស្រាំងដែលពេញវ័យហើយដែលកើតមានច្រើនហ្នឹងគឺនៅពេលដែលស្វាយចាប់ផ្ដើមផ្លែទុំបាទស្វាយចាប់ផ្ដើមទុំហើយចំពោះពពួកស្រាំងតិចផ្លែហ្នឹងគឺវាកើតបដើចាប់ផ្ដើមកើតបដើគឺចាប់ផ្ដើមកើតនៅខែ6បាទវាចាប់ផ្ដើមកើតពីខែ6តមករហូតបាទហើយមកដល់ស្វាយនេះចាប់ផ្ដើមទុំចេះគឺវាសម្បូរពពួកស្រាំងតិចផ្លែហើយបាទបើក្នុងខែ6អីគឺវាអត់សូវមានទេបាទសូមអរគុណចំពោះបងប្អូនដែលបានទស្សនាវីដេអូរបស់យើងខ្ញុំបាទសូមអរគុណសូមជម្រាបលាបាទ